បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូហ្នឹងខ្ញុំបរៀនភាសាវៀតណាមឃ្លាខ្លីៗបាទហើយតែ3ឃ្លាទេអញ្ចឹងបើសិនជាបងប្អូនទំនេរអីអាចមើលលេងទៅដើម្បីបានចេះមួយម៉ាត់ពីរម៉ាត់ដែរបាទហើយកុំភ្លេចជួយ like ជួយ subscribe ខ្ញុំផងបាទដើម្បីខ្ញុំបានធ្វើវីដេអូថ្មីបន្ថែមទៀតបាទហើយយើងនឹងរៀនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំមាន3ឃ្លាហ្នឹងបាទអញ្ចឹងឃ្លាទី1នេះបាទអានេះជាងអានថាជឿឌីបាទជឿហ្នឹងមិនថាមិនទាន់បាទហើយឌីហ្នឹងទៅណាជឿឌីអានេះថាមិនទាន់ទៅមិនទាន់ចេញទៅឬក៏ហៅអត់ទាន់ចេញទៅខ្មែរយើងបាទហើយឃ្លាទី2ថាជឿអាំងបាទន័យថាមិនទាន់ហូបបាទមិនទាន់ពិសាមិនទាន់បរិភោគបាទខ្មែរយើងហៅអញ្ចឹងណាបាទហើយពេលឃ្លាទី3នេះជឿសែមណាមិនទាន់មើលបាទអញ្ចឹងសម្រាប់វីដេអូហ្នឹងយើងនឹងរៀន3ឃ្លាបាទអញ្ចឹងលើយើងអានឡើងវិញទាំងអស់គ្នាម្ដងទៀតជឿឌីជឿអាំងជឿសែមបាទឥឡូវយើងមើលម្ដងទៀតបងប្អូនណាជឿឌីមានន័យថាមិនទាន់ចេញទៅជឿអាំងមិនទាន់ហូបជឿសែមមានន័យមិនទាន់មើលបាទជឿឌីជឿអាំងជឿសែមបាទអរគុណច្រើនអញ្ចឹងបើសិនជាចាប់អារម្មណ៍អីជួយចុច